អរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់បងប្អូនណាខ្លះដែលចូលចិត្តញ៉ាំជាមួយនឹងខសម្រាប់ខ្ញុំការខរបស់ខ្ញុំគឺបងកុំប្រកាន់អីគឺខ្ញុំអត់សូវចេះខទេគឺខ្ញុំខទៅវាមានឃើញលក្ខណៈរាងសហើយសម្រាប់ខនេះគឺខ្ញុំជ្រើសរើសយកសាច់ជ្រូក3ជាន់ហើយតាពាំងនេះគឺតាពាំងខ្ញុំជ្រូកខ្លួនឯងតាពាំងព្រៃចាស់ជ្រូកខ្លួនឯងហើយដោយសារតែវារាងជូរចឹងខ្ញុំយកទៅលាបទឹកវាឡើង2 3ទឹកហើយមុនដំបូងការខខ្ញុំអត់បានថតវីដេអូទេគឺខ្ញុំដាក់ស្លជាមួយស្ករវាឡើងទៅជាជើងក្រងប៉ាស្អាតហើយគឺខ្ញុំដាក់ជាមួយនឹងទឹកសលីងខ្ទឹមសចេងទឹកត្រីទឹកស្អ៊ីវិញចឹងទៅហើយដាក់អាចបន្ថែមចូលជាមួយស្ករសបន្តិចដើម្បីឲ្យការខរបស់យើងនេះវាផ្អែមមុតចឹងជាចុងក្រោយគឺខ្ញុំបាននោះវារីងទឹកដល់12ដងហើយចឹងហើយនេះគឺជាការងត់លើកចុងក្រោយរបស់ខ្ញុំហ្នឹងហើយសម្រាប់ខមួយឆ្នាំនេះបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំខខ្លះអាចខំបានក្រោយបានដើម្បីមានកម្លាំងចិត្តក្នុងការធ្វើវីដេអូតទៀតចឹងណាបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ